តម្លៃហាងឆេងមាសអន្តរជាតិធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានតម្លៃមាសនៅព្រឹកថ្ងៃច័ន្ទទី7 ខែមេសានេះបានធ្លាក់ចុះមកដល់តម្លៃ$3,583ក្នុងមួយតម្លឹងឬគិតជាខ្នាតអន្តរជាតិស្មើនឹង$2,972ក្នុងមួយអោនខណៈទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះក្រោយការប្រកាសពន្ធសកលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃសុក្រសប្តាហ៍មុនមានការលក់ចេញយ៉ាងច្រើននៅក្នុងទីផ្សារភាគហ៊ុនអាមេរិកដើម្បីទទួលបានប្រាក់ចំណេញសម្រាប់ទប់ទល់អំពីពន្ធគយរបស់លោកត្រាំលើទំនិញពីប្រទេសជាច្រើនទោះជាយ៉ាងណានៅពេលនេះមានប្រទេសជាង50បានតាក់ទងទៅសហរដ្ឋអាមេរិកដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងណាមិញសន្និសីទកាសែតធនាគារកណ្ដាលអាមេរិកកាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅលោក Jerome Powell បានបញ្ជាក់ពីគោលជំហរក្នុងការរងចាំភាពច្បាស់លាស់បន្ថែមទៀតមុនការពិចារណាលើការកែប្រែណាមួយចំពោះគោលនយោបាយរបស់ខ្លួនដោយលើកឡើងថាការទម្លាក់អត្រាការប្រាក់ពេលនេះមិនមែនជាផ្លូវដ៏ល្អសម្រាប់គោលនយោបាយរូបិយវត្ថុនោះទេនេះបើយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយក្រៅពីនេះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តវាយប្រហារគ្នាយ៉ាងកក្លឿនមិនខ្លាចក្រាញ់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដូចជាសហភាពអឺរ៉ុបរួមជាមួយនឹងការបដិសេធចរចាដោយផ្ទាល់របស់អ៊ីរ៉ង់ជាមួយនឹងអាមេរិកជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏បានធ្វើឲ្យតម្លៃមាសធ្លាក់ចុះផងដែរដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមាសប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Mastercard Academy ដែលគ្រាន់តែចុចនៅក្នុង link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ